ព័ត៌មានចុងក្រោយនេះគឺប្រទេសកូរ៉េខាងត្បូងបង្កើនការប្រុងប្រយ័ត្នបន្ទាប់ពីការផ្ទុះឡើងនៃជំងឺផ្ដាសាយជ្រូកលោកប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារបានប្រកាសថាការផ្ទុះឡើងនៃជំងឺផ្ដាសាយជ្រូកអាហ្វ្រិកនៅកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងដែលជំរុញឲ្យអាជ្ញាធរបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុតមួយយោងតាមក្រសួងកសិកម្មកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាជ្រូកប្រមាណជា1423ក្បាលត្រូវបានសម្លាប់បន្ទាប់ពីការផ្ទុះឡើងនៃជំងឺនេះនៅកសិដ្ឋានមួយកន្លែងនៅក្នុងទីក្រុងដាងជីននៅក្នុងខេត្តចុងឆឹងខណៈដែលអាជ្ញាធរកំពុងតាមដានយ៉ាងជិតដិតចំពោះការឆ្លងទៅកាន់កសិដ្ឋានពាក់ព័ន្ធប្រមាណជា140កន្លែងទៀតទន្ទឹមនឹងនេះក្រសួងបានចេញបទបញ្ជាផ្អាករយៈពេល48ម៉ោងសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូកទាំងអស់និងកន្លែងចិញ្ចឹមសត្វផ្សេងទៀតនៅក្នុងប្រទេសដើម្បីទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺនេះខ្ញុំបានលូនឯក PV5 Online News